វីដេអូមួយនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបឈូសសម្អាតគ្រឿងទូរស័ព្ទ iPhone ឲ្យបានស្អាតដូចថ្មីនិងមានសុវត្ថិភាពបើសិនជាបងប្អូនមានបំណងចង់យកទូរស័ព្ទទៅលក់ឬមួយក៏យកទៅឲ្យអ្នកផ្សេងគេប្រើបន្ទាប់ពីយើងបាទបងប្អូនគួរតែលុបអ្វីៗគ្រប់យ៉ាងរបស់យើងចោលសិនបាទមុននឹងយកទៅឲ្យគេប្រើមិនមែនថាចង់លក់ភ្លាមទាំងអ្វីៗគ្រប់យ៉ាងរបស់យើងនៅក្នុងនឹងមានតាំងពីកងធនាគាររូបថតវីដេអូលេខទូរស័ព្ទ Telegram Facebook Chat Messenger អីមាននៅក្នុងនឹងទាំងអស់បាទអញ្ចឹងអត់កើតទេបងប្អូនបាទយើងអត់អាចធ្វើបែបនេះបានទេយើងចាំបាច់លុបអ្វីៗគ្រប់យ៉ាងចោលសិនចាំយើងយកទៅលក់ហើយដើម្បីលុបបងប្អូនអាចធ្វើការហា reset បាទឬមួយយើងត្រឡប់ហៅថាឈូសគ្រឿងណាហ្នឹងហើយអញ្ចឹងដើម្បីឈូសគ្រឿងបងប្អូនត្រូវចូលមកកាន់ setting សិនដើម្បីឆែកមើលថាតើទូរស័ព្ទយើងវាមានជាប់គណនី iCloud នៅនឹងឬអត់បាទអញ្ចឹងនៅលើទូរស័ព្ទនេះអត់មានទេបងប្អូនបាទបើសិនជាមានវាមានរូប profile យើងបាទមានឈ្មោះ account យើងនៅលើហ្នឹងហើយបាទហើយជាក់ស្ដែងទូរស័ព្ទខ្លះវាមានជាប់នៅនឹងដែរតែវាអត់មាន iCloud ទេបាទវាគ្រាន់តែជាគណនី Apple ID ណាអញ្ចឹងបើសិនជាមានគណនី iCloud នៅលើហ្នឹងបងប្អូនគួរតែ log out iCloud នឹងចេញសិនហើយបើសិនជាទូរស័ព្ទប្រើទំនាប់ SIM ក៏បងប្អូនមិនអាចធ្វើការ hard reset ឬមួយក៏ឈូសបែបនេះបានដែរអូខេបើសិនជាទូរស័ព្ទយើងអត់មាន iCloud អត់មានបញ្ហាអីទេយើងអាចធ្វើការ reset បានដោយបងប្អូនគ្រាន់តែចូលមកកាន់ General ហើយអូសឡើងទៅលើបំផុតបងប្អូននឹងឃើញមានពាក្យមួយដែលគេដាក់ថា Transfer or Reset iPhone បាទចុចកន្លែងហ្នឹងមកបាទមកដល់ត្រង់នេះបងប្អូនចុចយកជួរខាងក្រោមគេបាទដើម្បីធ្វើការ reset បាទរាល់ឯកសាររាល់កម្មវិធីទាំងអស់គឺដឹងតែខ្ទេចហ្មងបងប្អូនបាទបន្តមកទៀតចុចលើពាក្យ continue បាទចុចនៅលើerase iPhone ពណ៌ក្រហមនេះបាទហ្នឹងហើយតែប៉ុណ្ណឹងបាទទូរស័ព្ទយើងវានឹងធ្វើការ reset បាទវាចេញផ្លែប៉មហើយវាដើរអញ្ចឹងតិចទៅហ្នឹងហើយយើងគ្រាន់តែរងចាំវាបាទវាចេញអញ្ចឹងម្ដងហើយម្ដងទៀតហ្នឹងហើយអញ្ចឹងយើងគ្រាន់តែចាំវាបន្តិចទៀតនឹងវាមកចេញមកវិញខ្លួនឯងបាទវាចេញមកជាលក្ខណៈ hello ហ្នឹងហើយអញ្ចឹងនៅកន្លែងនេះយើងគ្រាន់តែចាំប្រហែលជា1នាទីវាចេញមកវិញបាទប៉ុន្តែខ្ញុំសូមកាត់វាមកដល់កន្លែង hello ហ្មងបងប្អូនណាបាទបន្ទាប់ពីយើងរងចាំប្រហែលជា1នាទីឬក៏លើសបន្តិចបាទវាចេញមក hello បែបនេះបាទអញ្ចឹងយើងគ្រាន់តែអូសឡើងលើមកឆាច់ទៅបាទដើម្បីធ្វើការចុចactivate វាបន្តទៅមុខទៀតបាទហើយកន្លែងនេះក៏ជាកន្លែងសំខាន់មួយដែរបងប្អូនបាទកន្លែងនេះយើងជ្រើសរើសយកភាសាអង់គ្លេសហើយយើងនៅកម្ពុជាយើងយកកន្លែងនេះជាកម្ពុជាមកបាទ Cambodia បាទចុចQនេះមកងាយស្រួលទេបងប្អូនបាទកន្លែងនេះបាទហើយចុចយកអក្សរខាងក្រោមគេនឹងមកបាទកន្លែងនេះយើងដាក់លេខកូដ Wi-Fi យើងបញ្ចូលមកបាទសម្រាប់ទូរស័ព្ទបងប្អូនដែលបានដាក់ SIM យើងមានលុយ SIM មានលុយមិនបាច់ដាក់ Wi-Fi ចូលក៏បានដែរបាទតែទូរស័ព្ទខ្ញុំអត់បានដាក់ SIM ទេហ្នឹងហើយអញ្ចឹងខ្ញុំត្រូវការ connect ជាមួយនឹង Wi-Fi ខ្ញុំបាទរួចហើយចុចសញ្ញាព្រួយនៅខាងលើនេះមកបាទហើយកន្លែងនេះយើងរងចាំបន្តិចបាទកន្លែងនេះយើងចុចយកពណ៌ Q នេះមកហើយកន្លែងនេះសំខាន់ជាងគេបងប្អូនតែយកអាលើឬមួយក៏យកអាទី2គឺបង្កើត Apple ID អត់បានទេណាប្រាប់ឲ្យហើយអញ្ចឹងយើងយកក្រោមមកបាទហើយចុចយកខាងក្រោមទៀតបាទកន្លែងនេះចុចយកអក្សរពណ៌ Q មួយជួរនេះមកបាទហើយយកបន្ទាប់ពីក្រោមបាទចុចយកខាងលើបាទនៅកន្លែងនេះបងប្អូនចុចយកក្រោមគេបាទកន្លែងនេះចុចយកអក្សរពណ៌ Q នៅក្រោមមកកន្លែងនេះមកនេះកន្លែងនេះបាទហើយចុចយកសួរជួរទី3បាទហើយចុចយកខាងលើបាទមកដល់កន្លែងនេះចុចយកខាងលើកន្លែងនេះចុចយកខាងលើក៏បានខាងក្រោមក៏បានកន្លែងនេះចុចយកខាងក្រោមកន្លែងនេះចុចយកខាងក្រោមទៀតអូខេបាទចាំបន្តិចបាទចុចយកក្រោមគេបាទចុចយកក្រោមទៀតខាងក្រោមមួយទៀតបាទកន្លែងនេះបងប្អូនស្រឡាញ់ពណ៌ខ្មៅឬក៏ពណ៌សបាទផ្ទៃ background វាហ្នឹងហើយខ្ញុំចង់បានពណ៌សហ្នឹងហើយអញ្ចឹងខ្ញុំគ្រីសយកកន្លែងពណ៌សនេះ
បាទហើយចុចលើ continue អូខេអញ្ចឹងតែប៉ុណ្្នឹងហើយបាទហើយ iPhone យើងអត់មាននៅសល់ទេបងប្អូនបាទគឺស្អាតចាស់ដូចតំបកពីគេអញ្ចឹងបាទអត់មាននៅសល់កម្មវិធីអីទេបាទនៅសល់តែកម្មវិធីស៊ីនវាទេហ្នឹងហើយកន្លែងនេះចុច get start មួយទៀតមករួចរាល់ហើយអាកម្មវិធីខ្មៅស្មៅហ្នឹងបងប្អូនគ្រាន់តែបើកអ៊ីនធឺណិតទុកចោលបន្តិចទៅវាអាប់ដេតបាទវាដើរមកចេញពណ៌វិញដូចធម្មតាបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលមកថ្មីបាទកុំភ្លេចជួយចុច like បាទចុច share បាទក៏ដូចជា subscribe បាទដើម្បីទទួលបានវីដេអូថ្មីផងដែរបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត